លីហាលងាវហាលមានអស់ហើយនៅឡើយតែពងមន់ហាលតែមិនទាន់មានអញ្ចឹងថ្ងៃនេះខ្ញុំជាអ្នកធ្វើឲ្យវាមានមើលព្រោះតែពងមន់កូនមួយចានហ្នឹងមិនមែនធម្មតាណាខ្ញុំក្រោកតាំងពីម៉ោង8ព្រឹកដើម្បីទៅទិញទាំងដែលរត់ដងខ្ញុំដេកចន្តិតដល់ម៉ោង1ម៉ោង2តែថ្ងៃនេះលយខ្លាំងបដ ாய் ក្រោកតាំងពីព្រលឹមហ្មងសម័យឥឡូវមិនងាយរកបានទេណានារីដែលក្រោកពីព្រលឹមយ៉ាងនេះបើបានជួបហើយស្រឡាញ់ទៅមិនខុសបំណងទេងាកមកមើលបំបលត្រូវប្រឡាក់ពងមន់របស់ខ្ញុំនេះឃើញហើយគឺកុហលកាហាយទុកមុនហ្មងពងមន់តែ10គ្រាប់ឯណាតែកុំមើលមកទេអាហ្នឹងគេមិនហៅថាស៊ីទេវាចូលលក្ខណៈច្រានិយាយទៅជាទម្លាប់របស់ខ្ញុំស្រាប់តែហើយតើបានកាហាយបានវារស់នៅមានសេចក្តីសុខឥឡូវពងមន់ប្រឡាក់របស់យើងបានរួចរាល់ហើយអញ្ចឹងខ្ញុំនឹងយកវាទៅដាក់ហាលថ្ងៃយកមកហាលលើដបូលផ្ទះហ្មងអត់ហ៊ានហាលនៅក្រៅមេខ្លាចឆ្កែលួចស៊ីបាត់ព្រោះអី10គ្រាប់ហ្នឹងអស់20000ដែរបើឆ្កែស៊ីអស់យើងមិនស្ដាយឥឡូវម៉ោង2ល្ងាចហើយពងមន់របស់យើងក៏ចាប់ផ្ដើមស្ងួតហើយមិនបង្អង់យូរខ្ញុំក៏បានទេហៅកូនធីមឲ្យមកភ្លក់ស្នាដៃដ៏សែនឈ្ងុយឆ្ងាញ់របស់ខ្ញុំបើនិយាយឲ្យចំទៅចង់ឲ្យភ្លក់ស្នាដៃតែ1%ឯងប៉ុន្តែចង់ឲ្យកាហាយក្តិត99តាមពិតអាដំបងហ្នឹងខ្ញុំគិតថាធ្វើញ៉ាំតែម្នាក់ឯងទេប៉ុន្តែបំបិលហើយខ្ញុំភ្លក់អាមុនពេលបន្លាវាហិលពេកអញ្ចឹងខ្ញុំត្រូវតែហៅគេមកកាហាយជាមួយខ្ញុំពេលបានសុកអត់រួមសុកឯណាប៉ុន្តែបើពេលមានទុកគឺយើងត្រូវតាមមករួមជាមួយគ្នាតែប៉ុណ្ណេះហើយគឺធានាថារាកអាចគ្រប់គ្នាតែម្ដងបើនិយាយពីរសជាតិពងមាន់ហាលគឺដូចតែពងមាន់យើងស្ងោរហើយយកទៅជួយអំបិលអញ្ចឹងព្រោះអីយើងប្រឡាក់វាជាប់តែសម្បកខាងក្រៅនឹងវាមានចូលជាតិដល់ក្នុងណាតាមពិតមុននឹងប្រឡាក់ខ្ញុំក៏ស្មានដឹងដែរថាវាមិនអាចចូលជាតិខាងក្នុងទេប៉ុន្តែខ្ញុំវាតនេពេកវាចង់ធ្វើលេងមនុស្សវាអបសុកយល់អត់មនុស្សតែតនេស្អីក៏ធ្វើចេញដែរអញ្ចឹងដល់គ្នាមិនបាច់ធ្វើតាមខ្ញុំទេអាពងមាន់ប្រឡាក់ហាលអីហ្នឹងងសម្រាប់មនុស្សដែលអត់ប្រយោជន៍ដូចខ្ញុំមិនគេធ្វើអញ្ចឹងវីដេអូដ៏សែនអត់ប្រយោជន៍មួយនេះគឺចប់ប៉ុណ្្នឹងឯង